សួស្តីពុកម៉ែបងប្អូនគ្នាថ្ងៃនេះបានមកថ្មីតែម្ដងកាមេរ៉ាបនឋានគេតែហៅភ្លាមគឺទៅយកភ្លាមតែម្ដងបានអីវ៉ាន់ពីផេកបងស្រីនេះពុកម៉ែបងប្អូនគ្នាយល់ទៅយកទាំងលេងខ្ញុំដាក់តាំងហ្មងតើបើពុកម៉ែបងប្អូនគ្នាចង់ទិញអីអាចតាក់ទងទៅគាត់បានអីវ៉ាន់ដែលគាត់លក់ហ្នឹងគឺលក់ឈុតព្យាបាលស្បែកមុខបរោះនារីពុកម៉ែបងប្អូនគ្នាបើចង់បានអីអាចឆែកក្នុងផេករបស់គាត់ទៅហើយខ្ញុំនេះគឺទិញឈុតព្យាបាលស្បែកមុខកូនក្មេងពីអាយុ18ដល់28ឆ្នាំអញ្ចឹងណាពុកបងប្អូនគ្នាបានមកដល់ភ្លាមហើយ unboxing ថ្មីហ្មងនិយាយរួមទៅប្រអប់គេបើកចេញមកឡើង premium ហ្មងណាប៉ុន្តែគេមាន promotion អញ្ចឹងខ្ញុំទិញបានមក cushion ហើយនិង UV ពុកបងប្អូនគ្នាខ្ញុំបានតាម3មុខនឹងមកប៉ុន្តែនៅគ្នាតេស្តពេញផ្ទះសាច់ញាតិខ្ញុំក្នុងផ្ទះមានប៉ុន្មានចែកគ្នាតេស្តពេញហ្នឹងហើយចំណែកឯឈុតមុខនេះវិញគឺខ្ញុំយកមកលាបស្បែកមុខខ្លួនឯងពុកបងប្អូនគ្នាដោយសារស្បែកមុខមួយរយៈហ្នឹងវាស្អាតហើយខ្មៅហើយវាមានមុនអីចឹងច្រើនពេកចឹងណាពុកម៉ែបងប្អូនគ្នាហើយមកចាប់ដើមបើក unboxing ថ្មីក្តៅភ្លាមហ្មងនិយាយរំទៅបើកមកឡើង premium ហ្មងប្រអប់គេនេះហើយបើកមកក្នុងហ្នឹងគឺមានមួយ set គេហ្មងមានទឹក remove make up មាន cream លាបមុខមាន foam លាបមុខហើយមាន gel លាបមុខគេទៀតពុកម៉ែបងប្អូនគ្នាមាន cream ភ្នែកមាន serum មានមកឈុតគេហ្មងបើសិនជាពុកម៉ែបងប្អូនគ្នាទិញទៅអាចសូមវីដេអូគាត់ពីរបៀបប្រើប្រាស់បានក៏មានវីដេអូបង្រៀនពីរបៀបប្រើប្រាស់ទៀតណាពុកម៉ែបងប្អូនគ្នាហើយចូលទៅមើលវីដេអូគ្រូសាស្ត្រខ្ញុំតែម្ដងសម្រាប់ក្នុងផ្ទះខ្ញុំមានម៉ានមានប្អូនខ្ញុំផងមានម៉ែខ្ញុំផងមានយាយខ្ញុំផងនឹងគ្នាតេស្ត UV ចំណែកស្បែកមុខប្អូនខ្ញុំតេស្ត cushion ហើយនឹង UV លើស្បែកមុខគាត់លាប UV ហើយបានតេស្ត cushion តាមក្រោយតែលាបស្អាតល្អ cushion ហើយនឹង UV លាបចូលមុខហ្មងហើយបើម៉ែខ្ញុំវិញយកមកភ្លាមហែកមកគឺថាគាត់សេកស្អាតម៉េះនិយាយទៅគាត់ថាពេញចិត្តនឹងប្រអប់នឹងហ្មងគេយកមកគឺស្អាតហើយចំណែកប្អូនខ្ញុំនេះណាតែគាត់ជាប់រៀន make up អញ្ចឹងឯងគាត់នោះថែមក្រែមក្តៅក្នុងអីលើស្បែកមុខគាត់ឲ្យមើលទៅថ្ពោះហើយក្រហមភីងអញ្ចឹងណាសំខាន់ស្បែកមុខគាត់លាបអាម្សៅគេនឹងទៅតំណប់គេទៅអូយឡើងលោហ្មងឡើងគឺមកបន្ទាប់ពីគាត់តាប់លើថ្ពោះគាត់ថែមរៀងក្រហមតិចហើយគាត់ថែមមាត់លើក្រែមលើមាត់គាត់ឡើងក្រហមភីងក្រហមតិចចឹងណាមើលទៅឲ្យស៊ីនឹងស្បែកមុខគាត់ខំលាប cushion បងប្អូនគ្នាមុនគាត់លាប cushion ហ្នឹងគឺគាត់លាប UV ហើយមិនគាត់លាប cushion អានេះស្បែកមុខគាត់ហើយតែមកទៀតថែមក្រែមលើមាត់ឲ្យក្រហមតិចទៅហើយខ្ញុំទៅស្បែកមុខគាត់ខ្ញុំទៅដាក់មកស៊ីឲ្យសមហ្មងណាហើយឃើញឡើង smooth ល្អតែម្ដងអត់មានអីញ៉ៃឲ្យលាបតែ UV ហើយ cushion ពី ផេកបងហ្នឹងហើយតែប៉ុណ្្នឹងហើយចំណែកអាឈុតមុខនោះបានខ្ញុំតប់ខ្លួនឯងប៉ុន្តែខ្ញុំអត់បានដាក់វីដេអូសម្រាប់ខ្ញុំតប់រៀបចំអីទេគឺខ្ញុំញ៉ាដាក់ជារូបហ្មងតែដោយសារខ្ញុំបានថតជាវីដេអូអត់មានអ្នកថតខ្ញុំថតឲ្យគេបានដល់ពេលគេថតឲ្យខ្ញុំពេញជាលំបាកទីហើយនេះគឺជាស្បែកមុខបងអូនខ្ញុំហើយនិយាយទៅគឺថាវីដេអូយើងនឹងគឺមានតែប៉ុណ្្នឹងទេបាយជួបគ្នាវីដេអូក្រោយថ្មីទៀតចា